សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះដែរខ្ញុំប្រាប់ពីរបៀបតម្លើង CNOS ទៅលើ VMware ចឹងដំបូងឡើយអ្នកទាំងអស់គ្នាចូលទៅកាន់ជ្រុងដើម្បីធ្វើការតម្លើង CNOS ក៏ដូចជា download CNOS ដើម្បីដាក់ទៅលើ VMware ចឹងអ្នកនរគ្នាគ្រាន់តែចុច download កន្លែង mirror នេះមកហ្នឹងហើយហើយបន្ទាប់មកអ្នកនរគ្នាចូលទៅកាន់ VMware ដើម្បីយកពាក្យថា create new ទៅមកអ្នកចុចមកទៅមកអ្នកចុច type សទៅមកចុច next ពេលបន្ទាប់មកដល់កន្លែងនេះដែរអ្នកនរគ្នាយកតែ I will install នេះមកចុច next ទៀតមកហ្នឹងហើយមកដល់នេះអ្នកនរគ្នាយក Linux ហើយអ្នកនរគ្នាទៅ version វាចឹង version វាគឺ8.8.4នេះមកទៅមកអ្នកនរគ្នាចុច next ទៅមកអ្នកនរគ្នារក drive ដើម្បីដាក់ចឹងខ្ញុំសូមដាក់ចូលក្នុង drive D អូខេខ្ញុំយកខ្ញុំវាចឹងចុច folder មកចុចថា2ចុចពាក្យ OK ទៅមកខ្ញុំចុចពាក្យថានេះទៅមកអ្នកនរគ្នាយកពាក្យយកទៅ20បានហើយអ្នកនរគ្នាចង់ខ្ញុំ select កន្លែងនេះមកយើងយកពាក្យថា store visual ទៅមកចុចពាក្យថា next ហើយមកដល់កន្លែងនេះដែរអ្នកនរគ្នាត្រូវ customize hardware វាមកទៅមកភាគច្រើនគេយកតែ 4G ទេអញ្ចឹងអ្នកនរគ្នាយក 4G ដែរមកអញ្ចឹងខ្ញុំសុំទៅនេះសុំដល់មកតិចទៅមកដល់កន្លែង new CD នេះអ្នកនរគ្នាយកពាក្យថា use ISO image file មកថ្មអ្នកទាំងអស់គ្នាដាក់ file ISO របស់អ្នកនរគ្នាមកខ្ញុំសូម select អូខេអញ្ចឹងមកដល់កន្លែងនេះដែរខ្ញុំយកពាក្យថា close អូខេដល់មកយើងចុច finish មកហ្នឹងហើយអញ្ចឹងវាចេញរូបរាងបែបនេះអញ្ចឹងអ្នកនរគ្នាចុច power on មកដើម្បីបើកផ្ទាំងរបស់យើងអូខេឥឡូវវាដើរអ្នកនរគ្នារងចាំបន្តិចមកអញ្ចឹងមកដល់កន្លែងនេះដែរយើង install វាមានតែ install media អញ្ចឹងយក install អេមកអូខេចាំសូមរងចាំបន្តិចមកបងដែរយើងកំពុងតែ check ចាំរងចាំបន្តិចសិនអូខេឥឡូវយើងបាន check 100%ហើយអញ្ចឹងយើងរងចាំវាបន្តិចទៀត
ធ្វើការរងចាំវាបន្តិចគឺកំពុង start the installer ចឹងការ install នេះវារៀងយឺតបន្តិចដោយសារ installer ទៅលើវាអូខេមកដល់នេះដែរយើងអាចជ្រើសរើសភាសាបានអញ្ចឹងជាទូទៅគេប្រើភាសាអង់គ្លេសដើម្បីងាយស្រួលអញ្ចឹងខ្ញុំសូមយកភាសាអង់គ្លេសទៅមកខ្ញុំចុចពាក្យថា continue អូខេមកដល់នេះដែរគឺ installation summary ចឹងកន្លែងនេះដែរអ្នកនរគ្នាអាចដោយចូលកែក្នុង system បានកន្លែង installation ចឹងខ្ញុំសូមចូលចឹងយើងអាចជ្រើសរើស20 GB នេះមកដែលយើងបានកំណត់ពីមុនមកអូខេទៅមកចុចពាក្យទៅដល់អូខេសូមចូលផ្សារទៀតខ្ញុំយកពាក្យទៅអូខេឥឡូវនេះលេង load ហើយអញ្ចឹងមកដល់កន្លែង road account នេះដែរអញ្ចឹងយើងចូលមកអញ្ចឹងកន្លែង display នេះគឺ account 1អញ្ចឹងកន្លែង wall road account នេះយើងអាចយកនេះមក unwall ពេលទៅមកអ្នកនរគ្នាអាចដាក់ password ខ្ញុំសូមដាក់ password នេះអូខេអញ្ចឹងយកពាក្យ allow ទៅមកយកពាក្យ done អូខេមកដល់កន្លែង username យើងអាចបង្កើត user ថ្មីមួយទៅមកយើងអាចដាក់ឈ្មោះថានេះអញ្ចឹងអ្នកកន្លែងនេះអ្នកនរគ្នាដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំសូមដាក់ password អូខេចឹងខ្ញុំយកពាក្យ done អូខេទៅមកអ្នកនរគ្នាចូលទៅកែក្នុង software selection អញ្ចឹងខ្ញុំសូមកែវាទៅ the server ទៅមកអ្នកនរគ្នាអាច select tool ផ្សេងៗបានទៀតអញ្ចឹងខ្ញុំសូមធ្វើការ select ទេយើងអាច select នៅពេលក្រោយបានអញ្ចឹងខ្ញុំសូមយកពាក្យ done អូខេទៅមកយកពាក្យ back in installation អូខេអញ្ចឹងយើងធ្វើការរងចាំបន្តិចសិនមកអូខេអញ្ចឹងបន្តមកអ្នកនរគ្នាចុច reboot មក system មកអូខេអញ្ចឹងរងចាំបន្តិចមកវាកំពុងតែ check អូខេរងចាំបន្តិចមកអូខេឥឡូវយើងមកដល់កន្លែង local host login អញ្ចឹងយើងដាក់ admin password អូខេអញ្ចឹងកន្លែងនេះដែរយើងគ្រាន់តែ login ឬក៏ដាក់ password រៀងមកជាប់ហើយអូខេអញ្ចឹងសូមអរគុណសូមជម្រាបលា